ញថាខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពបែបនេះតើអ្នកទាំងអស់គ្នាគួរតែផ្ដល់រង្វាន់ខ្លះជាការលើកទឹកចិត្តដល់ខ្ញុំទេបងខ្លៃតើបងចង់បានរង្វាន់អ្វីឲ្យពិតប្រាកដគឺមួយនេះឯងទៅឆ្ងាយទៅបងខ្លៃមិនខ្មាស់គេទេអីគ្រាន់តែលេងសាច់សោះមើលចុះធ្វើឲ្យពួកឯងភ័យអស់ហើយលើកនេះជួបគ្រោះថ្នាក់ធំណាស់គ្រោះថ្នាក់តែមិនអីសូមលោកអ្នកតាជួយថែរក្សាគ្រួសារយើងកុំឲ្យមានគ្រោះចង្រៃទៅទៀតសង្ឃឹមថាលោកនឹងជួយឲ្យគ្រួសារយើងនិងបងថ្លៃអាចរស់នៅយ៉ាងសុខសាន្តអស់មួយជីវិតបងថ្លៃថ្ងៃនេះពិតជាអរគុណបងខ្លាំងណាស់បើគុំតែបានបងជួយដេញពួកចោរព្រៃពួកយើងទាំង5នាក់ប្រហែលជាមិនអាចរស់បានឡើយនិយាយទៅបងថ្លៃបងក៏គួរតែមានគ្រួសារថ្មីដែររកប្រពន្ធថ្មីឲ្យបានល្អទៅគ្រាន់តែថាលក្ខខណ្ឌគ្រួសារយើងធ្វើឲ្យបងពិបាកបន្តិចហើយបងថ្លៃឥឡូវនេះពួកយើងមានតែបងម្នាក់គត់ឬមួយក៏ពួកយើងតាមបងទៅហើយយកកូនជាមួយបងទៅធ្វើបែបនេះពួកយើងនឹងមានគ្រួសារពិតប្រាកដមួយចុះពួកប្អូនថ្លៃស្រីទាំងនេះហេតុអ្វីមើលមកខ្ញុំដោយខ្សែភ្នែកបែបហ្នឹងឬមួយពួកនាងចង់រស់នៅជាមួយខ្ញុំមែនទេដើម្បីបង្កើតគ្រួសារពិតប្រាកដមួយចុះពួកប្អូនថ្លៃស្រីទាំង5នាក់នេះមើលមកខ្ញុំយ៉ាងខ្សែភ្នែកហាក់បង្ហាញពីអ្វីម្យ៉ាងដែលពិបាកនឹងរៀបរាប់ឬមួយពួកនាងត្រូវបានចាញ់ក្រញាំអំណាចរបស់ខ្ញុំមិញនេះហើយបានហើយនិយាយរឿងអីពីមិនដែលខ្មាស់គេសោះប្រហែលជាឃ្លានអស់ហើយមែនទេមិញនេះមិនទាន់បានដូរយកមកផងឥឡូវដូរយកកូនជូខ្វៃមួយសិនចាំមើលនឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលម្ដងទៀតពួកឯងចាំនៅទីនេះពួកឯងចាំខ្ញុំនៅទីនេះខ្ញុំបានរៀបចំរបស់ខ្លះឲ្យអ្នករាល់គ្នាតងជីវជួយបដូរយកជ្រូកខ្វៃមួយឲ្យខ្ញុំមកបដូរយកជ្រូកខ្វៃបានសម្រេចពិន្ទុភ្ញាក់ផ្អើលដែលនៅសល់គឺ150ពិន្ទុទេអាយ៉ាមានប្រព័ន្ធនេះនៅក្នុងដៃពិភពលោកនេះគឺជាជារបស់ខ្ញុំនិយាយពីពួកអធិបតេយ្យនៅភូមិគ្រឹះខ្យល់ខ្មៅទៅជាពួកឆ្កែដែលមិនដែលចង់សន្តានស៊ីលីមកមែនទោះបីជាពេលនេះយ៉ាវហ៊ីស្លាប់ហើយក៏ដោយតែបាក់ពួកដែលនៅសេសសល់នៅតែមានតាមចរិតរបស់ពួកចៅព្រៃទាំងនេះមិនប្រកាសថាថ្ងៃក្រោយពួកគេនឹងមិនមកសងសឹកខ្ញុំនោះទេមិនខុសទេខ្ញុំគួរតែវាយលុកមុនទើបល្អដោះសម្អាតសម្បុករបស់ពួកវាឲ្យអស់ធ្វើបែបនេះអាចកាត់ផ្តាច់ផ្លូវក្រោយរបស់ពួកគេហើយថែមទាំងអាចឲ្យប្អូនថ្លៃស្រីឃើញពីសមត្ថភាពឆែកឆាកផ្ទះរបស់បងថ្លៃម្នាក់នេះផងដែរចាំដល់ពេលខ្ញុំបោះសម្អាតភូមិគ្រឹះខ្យល់ខ្មៅរបស់ពួកវាអស់ចាំមើលថាពួកវាអួតអាងយ៉ាងម៉េចទៀតជំនាញពិនិត្យចប់បាត់ពួកអមនុស្សចង្រៃទាំងនេះផ្លន់បានច្រើនយ៉ាងនេះល្បីឈ្មោះល្អណាស់តើថ្ងៃនេះកំឡុះសង្ហាម្នាក់នេះនឹងកំចាត់ពួកឯងជំនួសមេឃហាអាថតបដូរយកវត្ថុទេពសម្រាប់ទុករបស់ឲ្យខ្ញុំមួយដៅខ្វាត់មានលំហតូចមួយនៅខាងក្នុងស្រួលយកតាមខ្លួនរចនាប័ទ្មបុរាណនិងស្រស់សង្ហាអស់ពិន្ទុភ្ញាក់ផ្អើល30ពិន្ទុការសន្ទនាហៅអូយប្រមូលទុកអស់ចាស់ណាស់ទុកទៅឡាន off-road នេះនឹងអេកជាលេខធ្លោពេកហើយមានថងឆែងខុននេះហើយពេលក្រោយចង់ប្រើគ្រាន់តែយកវាចេញមកជាការស្រេចពិតជាមានភាពងាយស្រួលមែនអូយទៅហើយត្រឡប់ទៅញ៉ាំជ្រូកខ្វៃជាមួយប្អូនថ្លៃស្រីទាំង5នាក់ហើយហេវីរបុរសទាំងឡាយតើខ្ញុំនិយាយត្រូវទេហាត្រូវហើយហាមេធំទី2មេធំទី1ស្រួលទេលោកម្ចាស់ហ៊ីវត្រូវបានអាឃេនហ៊ីនោះសម្លាប់ដោយមិនអាគមពិស័យហើយបងប្អូនរបស់ដេកខយទាំងអស់សុទ្ធតែស្លាប់អស់ហើយបងធំគាត់ស្លាប់ហើយមែនហើយបងធំគាត់ស្លាប់ហើយហេមេធំទី2ស្លាប់ហើយលោកមេធំទី2តើមានរឿងអ្វីកើតឡើងអូយលោកមេធំទី2លោកត្រូវតែជួយរកយុទ្ធធម៌ឲ្យពួកយើងផងអាឃិនហៅនោះមិនដឹងទៅរៀនមិនអាគមមកពីណាទេក្នុងដៃវាមានកាន់ដំបងដែកដែលអាចបាញ់ភ្លើងបានថែមទាំងអាចកោះឲ្យពិសាច់ដែកមកទៀតផងអូយបងហ៊ីគាត់ត្រូវខ្ទេចខ្លួនអស់ហើយអញ្ចឹងមែនទេ
ចុះឯងរត់រួចខ្លួនមកវិញដោយរបៀបណាខ្ញុំគឺដោយសារខេនហៅគិតដល់មនោសញ្ជាតិណាចាស់ក៏បានលើកលែងទោសឲ្យខ្ញុំគិតដល់មនោសញ្ជាតិណាចាស់ដឹកដល់មនោសញ្ជាតិណាចាស់គឺឯងដែលជាស្រីថោកទាបរួមគំនិតជាមួយឈីនហៅសម្រាប់បងធំរបស់ខ្ញុំឯងមិនអាចរួចខ្លួនទេមេទី2បានស្លាប់ហើយបងធំក៏ស្លាប់ដែរខ្ញុំធ្វើជាស្លាប់ទើបអាចគេរត់បងធំលើកលែងទោសឲ្យខ្ញុំផងលីអញក៏មិនហ៊ានកុហកដែរក្រោកឡើងនិយាយរឿងគ្រប់យ៉ាងមកកូនប្រុសពៅតើខ្ញុំយ៉ាងម៉េចចង្រៃមែនមិននឹកស្មានថាបងធំត្រូវមកចាញ់ក្រោមដៃអ្នកលេងល្បែងម្នាក់សោះឈិនហៅអញខ្លាំងណាស់ចាំអញកែងតបបានសិននឹងសងសឹកនេះឲ្យខាងតែបានសងសឹកចុះកំណប់នៃណាកំណប់ដែលបងធំខំប្រមូលទុកតើនៃណារឿងនេះបងធំរឿងនេះខ្ញុំក៏មិនដឹងដែរកំណប់គឺទុកនៅទីនេះរហូតគ្មានអ្នកណាប៉ះពាល់ទេអូមែនហើយតើឈិនហៅយកទៅមែនទេអាចជីវិតទេមែនហើយប្រកាសជីវិតហើយប្រើមិនអាគមលួចយកទៅបាត់ហើយសម្រាប់បងធំរបស់ខ្ញុំឥឡូវសំបីតែទ្រព្យសម្បត្តិទាំងអស់ក៏ត្រូវវាបោះសម្អាតអស់ដែររបស់ទាំងនេះគឺខ្ញុំនឹងបងធំបំរុងនឹងយកទៅជូនលោកចៅហ្វាយវ៉ាងឈិនហៅអញនឹងឯងមិនអាចនៅរួមលោកជាមួយគ្នាបានទេលីឈីងរិនឯងប្រញាប់ទៅរាយការណ៍ជូនលោកចៅហ្វាយវ៉ាងភ្លាមប្រាប់ថាជំរំខ្យល់ខ្មៅត្រូវបានគេឆ្មក់វាប្រហារបងធំបានស្លាប់ហើយកំណប់ត្រូវឈិនហៅប្លន់យកទៅហើយប្រញាប់ឡើងបាទបងធំបងទី2លោកចៅហ្វាយវ៉ាន់បញ្ជូនខ្ញុំមកដើម្បីដឹកជញ្ជូនកំណប់ទាំងនេះត្រឡប់ទៅវិញទំនិញរបស់ខ្ញុំនៅណាមកអស់ហើយទំនិញក៏ត្រូវវាដឹកយកទៅបាត់ដែរលើកចេញទៅអស់រលីងហើយស្អីគេអាអ្នកលេងល្បែងដូចជាវាមានសមត្ថភាពអីខ្លាំងម្ល៉េះខ្ញុំឃើញហើយអាទី3វាធ្វើមែនទែនហើយមិនដឹងវាប្រែច្រឹតតាំងពីអង្កលទេហើយអាសម្រាមនោះមានអាវុធទេពខ្លាំងជាងស្នាផ្ទួនទៅទៀតបងធំនិងបងប្អូនដែលនាំទៅថ្ងៃនេះស្លាប់អស់ហើយអាវុធទេពខ្លាំងជាងស្នាផ្ទួនបងទី2បើពួកយើងដណ្ដើមបាននោះក្រុមចោរភ្នំខ្យល់ខ្មៅរបស់យើងនឹងខ្លាំងក្លាគ្មានគូប្រៀបមិនខានពួកកូនចៅទាំងអស់គ្នាស្ដាប់បញ្ជាខ្ញុំនិងមេទី2យប់នេះចេញកម្លាំងពេញមួយជំរុំពួកយើងទៅសង្សឹកនិងដណ្ដើមយកកំណត់សង្សឹកអូកូនជ្រូកខ្វៃដែលបានពីប្រព័ន្ធនេះពិតជាឈ្ងុយខ្លាំងណាស់ពិតជាពិសេសបំផុតបងថ្លៃញ៉ាំបាយបានហើយថ្ងៃនេះពួកយើងញ៉ាំកូនជ្រូកខ្វៃវ៉ាបងថ្លៃនេះជាកូនជ្រូកខ្វៃដែលបងនិយាយមែនទេធំម្ល៉េះពួកយើងពិតជាអាចញ៉ាំវាបានមែនហើយញ៉ាំកូនជ្រូកខ្វៃប្រកបណាស់ត្រូវតែញ៉ាំមួយម៉ាត់ធំទើបឆ្ងាញ់ឈ្ងុយណាស់ឈ្ងុយខ្លាំងណាស់រសជាតិបែបនេះមានតែនៅលើសួនប៉ុណ្ណោះនៅទីនេះមានតែនៅលើសួនប៉ុណ្ណោះក្នុងโลกនេះកម្រមានអ្នកបាននឿណាស់តើអ្នកទាំងអស់គ្នានៅផ្លឹកដល់អង្កត់ចាប់អង្គុយចុះញ៉ាំជាមួយគ្នាបើមិនញ៉ាំទេបងថ្លៃនឹងញ៉ាំអស់ឥឡូវហើយខ្ញុំមិនដែលឃើញនរណាម្នាក់ញ៉ាំសាច់បែបនេះទេពិតមែនហើយពិតជាឆ្ងាញ់ខ្លាំងណាស់អាយ៉ានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងទៅថ្ងៃមុខឲ្យតែមានបងថ្លៃនៅទីនេះមានរបស់ល្អជាច្រើនទៀតឲ្យអ្នកទាំងអស់គ្នាបានទៅហើយលើមេឃសត្វដែលរត់លើដីសត្វដែលហែក្នុងទឹកបងថ្លៃអាចរកមកឲ្យអ្នកទាំងអស់គ្នាបានទាំងអស់នៅផ្លឹកដល់ណាទៀតប្រញាប់ញ៉ាំទៅបើថ្ងៃនេះនរណាម្នាក់មិនប្រមាត់គឺមានន័យថាមិនឲ្យតម្លៃបងថ្លៃហើយឆាប់ឡើងបងថ្លៃតើដុំដៃធំដែលបងបើកលើកមុននឹងឈឺដល់ភ្លើងពីរដើមនោះនៅណាវាមាននៅក្នុងនេះតើបងថ្លៃបងបោកខ្ញុំទៀតហើយចិត្តអន់ម្លេះអាដុំដៃធំនឹងឈើដល់ភ្លើងនោះធំបែបហ្នឹងតើបងអាចដាក់វាចូលក្នុងថង់បានយ៉ាងម៉េចទៅអ្វីដែលខ្ញុំនិយាយគឺជាការពិតបានហើយមានរបស់ញ៉ាំហើយនៅមិនទាន់បិទមាត់ទៀតបងថ្លៃមានសមត្ថភាពរបស់បងថ្លៃឯងនេះពិតមែនកុំសួរច្រើនពេកអី